នសុំមកណែនាំនៅវ័យស្លឹកដែលពុកម៉ែបងប្អូនអាចបោះនៅ824ចូលបាននេះស្លឹក3ប៉ុណ្ណេះគឺមានចេញមកលាអស់ខ្លះឬក៏នៅខ្លះបែបនេះនៅលក្ខណៈកតុយដាវមួយឬក៏លាអស់ឬក៏នៅកតុយដាវបែបនេះហើយនឹងពួរប៉ុណ្ណេះពុកម៉ែបងប្អូនអាចបោះ824ចូលបានហើយសម្រាប់ការបោះ824នេះពុកម៉ែបងប្អូនអាចបោះវ័យប៉ុណ្ណេះគឺពុកម៉ែបងប្អូនបោះ2ដងប៉ុន្តែបើសិនជាវ័យដែលស្លឹកនេះលាអស់ពួរប្រូជែកអាហ្នឹងពុកម៉ែបងប្អូនបោះតែម្ដងបានហើយបើសិនជាករណីពុកម៉ែបងប្អូនបោះ2ដងវ័យប៉ុណ្ណេះដែលមាននៅកតុយដាវអត់ទាន់អស់ចេះគឺពុកម៉ែបោះមួយដើមដែលមានអាយុតែចាប់ពី6ឆ្នាំដល់8ឆ្នាំអាច1គីឡូខ្លះប៉ុន្តែ15ថ្ងៃក្រោយឬក៏25ថ្ងៃក្រោយពុកម៉ែបងប្អូនអាចបោះមួយជើងទៀតគឺថែម1គីឡូទៀតសម្រាប់ពុកម៉ែបងប្អូនដែលប្រើ2ជើងប៉ុន្តែបើសម្រាប់ពុកម៉ែបងប្អូនប្រើតែមួយជើងដើមដែលមានអាយុ8ឆ្នាំអីពុកម៉ែបងប្អូនប្រើ2គីឡូខ្លះតែម្ដងទៅសម្រាប់824ហើយអូនសូមបញ្ជាក់ថានេះវ័យដែលពុកម៉ែបងប្អូនត្រូវប្រើនៅ824ហើយដោយសារអាសាមានសំណួរពុកម៉ែបងប្អូនសួរថាវ័យណាដែលវ័យដែលអាចបោះ824ចូលបានវ័យនេះគឺអាយុ30ឬក៏35ថ្ងៃហើយអញ្ចឹងពុកម៉ែបងប្អូនអាចបោះជាមួយនឹងបោះជាមួយនឹង824បានហើយនេះជាវីដេអូចែករំលែកមួយសម្រាប់ពុកម៉ែបងប្អូនដែលឧស្សាហ៍សួរថាបោះ824នៅពេលណាទីគ្រាប់សូមអរគុណ